Hello សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាមួយនឹងខ្ញុំបាទព្រំទូល Movie ម្ដងទៀតហើយថ្ងៃនេះផងដែរ Admin សូមលើកយកខ្សែភាពយន្តថ្មីមួយទៀតដើម្បីមកធ្វើការសម្រាយជូនបងប្អូនទស្សនាបន្តទៀតហើយចំពោះខ្សែភាពយន្តមួយនេះគឺមានចំណងជើងថា Beyond the Wasteland ផលិតឡើងនៅក្នុងឆ្នាំ2024គឺជាប្រភេទរឿងបែបខ្មោច Zombie ប៉ុន្តែមុននឹងចូលទស្សនាសាច់រឿងពេញរបស់យើងសម្រាប់បងប្អូនដែលទស្សនាថ្មីៗដែលមិនទាន់បានចុច Subscribe សូមបងប្អូនកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងចំពោះ Channel មួយនេះឲ្យ Admin ម្នាក់មួយផងពីព្រោះតែវាគឺជា Channel ថ្មីរបស់ខ្ញុំបានចំណែក Channel ធំរបស់ Admin មិនដឹងថាពេលណាទើបអាចបង្ហោះវីដេអូវិញកើតទេហើយនៅពេលដែល Channel ធំរបស់ Admin ដំណើរការបានវិញនៅពេលណានោះ Admin នឹង update ប្រាប់ព័ត៌មាននៅពេលក្រោយទៀតឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរយើងចូលទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅបានចាប់ដើមខ្សែភាពយន្តរបស់យើងមកបានបង្ហាញអំពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Marco សប្តាហ៍នេះរូបគេរស់នៅក្នុងព្រៃជាមួយនឹងឪពុករបស់ខ្លួនដែលមានឈ្មោះថា Harry ហើយលោក Harry តែងតែបង្រៀនកូនឲ្យចេះប្រើប្រាស់កាំភ្លើងដើម្បីទុកសម្រាប់ការពារខ្លួន Marco គឺជាក្មេងប្រុសម្នាក់ដែលស្ដាប់និងធ្វើតាមការអប់រំរបស់ឪពុកជានិច្ចហើយយើងឃើញថាជីវិតរបស់ Marco រស់នៅក្នុងព្រៃបែបនេះគឺពិតជាឯកាខ្លាំងមែនទែននៅលើដៃរបស់ Marco គឺមាននិមិត្តសញ្ញាមួយដូចជាអក្សរ M អញ្ចឹងណាប៉ុន្តែយើងក៏មិនទាន់ដឹងទេថាតើសញ្ញាមួយនេះមានអត្ថន័យបែបណានោះឡើយអញ្ចឹងយើងមានតែទស្សនាបន្តទៀតនៅថ្ងៃមួយ Marco បាននិយាយទៅកាន់លោកឪពុករបស់ខ្លួនថាលោកគេចង់ចេញទៅពិភពខាងក្រៅមិនចង់រស់នៅក្នុងព្រៃបែបនេះបន្តទៀតទេប៉ុន្តែលោក Harry បាននិយាយប្រាប់ទៅកាន់កូនប្រុសថានៅពិភពខាងក្រៅគ្រោះថ្នាក់ខ្លាំងណាស់ប្រៀបដូចជាពិភពបិសាចកូននៅតូចហើយទន់ខ្សោយបែបនេះមិនអាចចេញទៅបានទេបន្ទាប់ពីលើលោកឪពុកនិយាយបែបនេះហើយ Marco ក៏មិនបានសួរនាំអីបន្តទៀតដែរនៅថ្ងៃបន្តមកទៀត Marco បានទៅដងទឹកស្ទឹងទុកសម្រាប់ប្រើប្រាស់ប៉ុន្តែដោយសារតែរូបគេមានចិត្តចង់ដឹងចង់ស្គាល់ស្វែងយល់ពីពិភពខាងក្រៅដូចនេះហើយ Marco ក៏បានសម្រេចចិត្តលក្ខណៈថាដើរផ្សងព្រេងនៅក្នុងព្រៃតែម្នាក់ឯងស្រាប់តែរូបគេបានមកដល់ទីតាំងកន្លែងមួយ Marco បានសម្លឹងឃើញឡានមួយដែលគេយកមកកែច្នៃធ្វើជាកូនផ្ទះសម្រាប់ស្នាក់នៅមិនចាំយូរឡើយ Marco ក៏បានដើរចូលទៅពិនិត្យមើលគេបានចូលទៅខាងក្នុងឡានមួយនឹងថែមទៀត Marco បានឃើញតុក្កតាមួយប្រភេទធ្វើឲ្យ Marco ចាប់អារម្មណ៍ជាខ្លាំងប៉ុន្តែភ្លាមនោះស្រាប់តែ Marco បានឮសំឡេងសម្រាប់ជើងអ្វីម្យ៉ាងដើរចូលមកធ្វើឲ្យ Marco ភ័យខ្លាចប៉ុន្តែតាមការពិតវាមិនមែនគឺជាខ្មោច Zombie ទេគឺជាមនុស្សទេបាទហើយគេម្នាក់ហ្នឹងក៏មានអាយុប្រហាក់ប្រហែលនឹង Marco ផងដែរក្មេងប្រុសម្នាក់ហ្នឹងគឺមានឈ្មោះថា Logan ជាពិសេស Logan បានហុចកូនតុក្កតារបស់ខ្លួនឲ្យទៅកាន់ Marco ចំណែក Marco បានយកឧបករណ៍កាសរបស់គេដាក់ពាក្យត្រចៀករបស់ Logan ចាក់បទចម្រៀងឲ្យ Logan ស្ដាប់ធ្វើឲ្យ Logan សប្បាយចិត្តជាខ្លាំងអ្នកទាំងពីរនាក់បានចេញទៅខាងក្រៅលេងតុក្កតាជាមួយគ្នាណែនាំប្រាប់ឈ្មោះគ្នាទៅវិញទៅមកដោយភាពស្និទ្ធស្នាលអញ្ចឹងណាហើយមុននឹងបែកផ្លូវគ្នាត្រឡប់ទៅវិញ Logan បានសម្រេចចិត្តឲ្យកូនតុក្កតាមួយនឹងឲ្យទៅកាន់ Marco តែម្ដងទៅប៉ុន្តែនៅពេលដែល Marco ដើរត្រឡប់ទៅវិញនៅពាក់កណ្ដាលផ្លូវស្រាប់តែ Marco បានឮសំឡេងអ្វីម្យ៉ាងគេចាប់ផ្ដើមភ័យម្ដងទៀតហើយបាទហើយយើងឃើញថាមានមនុស្សម្នាក់បានបង្ហាញខ្លួនចេញមក Marco ក៏បានបញ្ញាប់បញ្ញាល់រត់ចេញពីអាកន្លែងមួយនឹងទៅស្ត្រីម្នាក់នឹងបាននិយាយប្រាប់ទៅកាន់ Marco ឲ្យឈប់នៅឲ្យស្ងៀមកុំរត់ទៅណាឲ្យសោះស្ត្រីម្នាក់នឹងគឺមានឈ្មោះថា Luna ត្រូវជាម្ដាយរបស់ Logan ជាពិសេសនាងបានស្គាល់កូនតុក្កតាដែលនៅជាមួយនឹង Marco គឺជារបស់កូនប្រុសរបស់នាងហើយ Luna គឺជាមនុស្សល្អទីបាទជាពិសេសគាត់ថែមទាំងបានចែកអាហារខ្លះឲ្យទៅកាន់ Marco ទុកជាកាដូសម្រាប់ថ្ងៃដែលពួកគេបានជួបគ្នាផងដែរបន្តមកអ្នកស្រី Luna ក៏បានដើរមករក Logan និងបានអោប Logan ដោយភាពកក់ក្ដៅសកម្មភាពទាំងអស់ហ្នឹងត្រូវបាន Marco លួចសម្លឹងមើលឃើញពីចម្ងាយផងដែរបន្តមកទៀត Marco បានដើរត្រឡប់មកកាន់ផ្ទះរបស់ខ្លួនឯងវិញមុននឹងចូលទៅជួបជាមួយនឹងឪពុក Marco បានយកកូនតុក្កតាទៅលាក់ទុកពីព្រោះតែរូបគេមិនចង់ឲ្យឪពុកដឹងថារូបគេបានជួបជាមួយនឹងអ្នកផ្សេងអញ្ចឹងណាពេលដែលគេដើរមកដល់ផ្ទះវិញលោក Harry ក៏បានសួរនាំថាតើ Marco ទេត្រឡប់មកពីណាហេតុអ្វីបានជាតដងទឹកយូរបែបនេះ Marco មិនបានឆ្លើយនិយាយស្ដីជាមួយនឹងឪពុកទេធ្វើឲ្យលោក Harry ខឹងមិនសប្បាយចិត្តឡើយចំណែក Marco ក៏បានដឹងខ្លួនថាខុសផងដែរដែលមិនបាននិយាយប្រាប់ការពិតប្រាប់ឪពុករបស់ខ្លួនគេបានត្រឹមតែចូលទៅអោបលោក Harry ដើម្បីសុំទោសចាប់តាំងពីថ្ងៃនឹងមក Marco តែងតែលួចទៅលេងជាមួយនឹង Logan និងបានចំណាយពេលវេលានៅជាមួយនឹងអ្នកស្រី Luna ធ្វើឲ្យ Marco ទទួលអារម្មណ៍កក់ក្ដៅប្រៀបដូចជា Luna គឺជាម្ដាយបង្កើតរបស់ខ្លួនហើយ Marco មិនដែលបានជួបជាមួយនឹងម្ដាយបង្កើតរបស់គេដោយផ្ទាល់ទេគឺបានត្រឹមតែសម្លឹងឃើញរូបថតម្ដាយបង្កើតដែលបិទជាប់ជាមួយនឹងជញ្ជាំងប៉ុណ្ណោះនៅថ្ងៃមួយ Marco ជាមួយនឹងឪពុកបានចេញទៅខាងក្រៅដើម្បីទៅរកបាញ់សត្វយកមកទុកធ្វើជាអាហារស្រាប់តែពួកគេបានលើសំឡេងគ្រាប់កំភ្លើង Harry បានប្រាប់ឲ្យកូនប្រុសបញ្ញាប់បញ្ញាល់ទៅរកកន្លែងពូនលាក់ខ្លួនចំណែកគាត់បានធ្វើដំណើរទៅកាន់កន្លែងដែលលើគ្រាប់កំភ្លើងអំបញ្ញមិញហើយយើងឃើញថា Marco មិនបានសង្ងំពូនលាក់ខ្លួនទេបាទគេនឹងក៏បានសម្រេចចិត្តដើរចេញទៅមើលផងដែរក៏ពេលក្រោយមក Marco បានសម្លឹងឃើញថាអ្នកស្រី Luna បានត្រូវលបួសដៃហូរឈាមជាខ្លាំងចំណែកលោក Harry បានដើរចូលទៅរកអ្នកស្រី Luna ហើយយើងសង្កេតឃើញថានៅកន្លែងហ្នឹងក៏មានសាកសពខ្មោច Zombie ផ្សេងទៀតផងដែរមិនចាំយូរឡើយ Harry ក៏បានសម្រេចចិត្តប្រើប្រាស់កំភ្លើងបាញ់សម្លាប់ Luna ចោលតែម្ដងទៅបន្ទាប់ពីបានឃើញសកម្មភាពបែបនេះហើយធ្វើឲ្យ Marco ភ្ញាក់ផ្អើលជាខ្លាំងគេក៏បានបញ្ញាប់បញ្ញាល់រត់ត្រឡប់មកផ្ទះវិញទៅហើយចាប់តាំងពីឃើញហេតុការណ៍មួយនឹងមក Marco បានខឹងស្អប់ឪពុកខ្លួនឯងជាខ្លាំងនិងបានគិតថាឪពុករបស់ខ្លួនគឺជាមនុស្សចិត្តអាក្រក់សម្រាប់មនុស្សមិនមានក្តីអាណិតអាសូរជាមនុស្សមានចិត្តបិសាចតែគ្រប់យ៉ាង Marco មិនបានយល់ឡើយថាពិភពខាងក្រៅពោពេញទៅដោយខ្មោច Zombie ចំណែក Harry គាត់ក៏ពិបាក
កចិត្តផងដែរគាត់មិនចង់បាញ់សម្លាប់លូណាទេប៉ុន្តែបើសិនជាគាត់មិនបាញ់សម្លាប់នាងបែបនេះលូណានឹងក្លាយជាខ្មោចស៊ុំប៊ីជាមិនខានហើយនៅយប់ឡើងម៉ាកូបានលួចយក iPad របស់លោក Harry មកចុចមើលវីដេអូមួយហើយយើងឃើញថាវីដេអូមួយហ្នឹងគឺជាវីដេអូដែលលោក Harry បានថតជុំគ្នាជាមួយនឹងគ្រួសារជាមួយនឹងប្រពន្ធរបស់ខ្លួននារីម្នាក់ហ្នឹងត្រូវជាម្ដាយរបស់ម៉ាកូជីវិតគ្រួសាររបស់គាត់គឺពិតជាមានសុភមង្គលខ្លាំងមែនទែនប៉ុន្តែនៅពេលដែលរូបគេបានមើលមកដល់ទីតាំងចំណុចមួយស្រាប់តែម៉ាកូបានឃើញថាម្ដាយរបស់ខ្លួនតក់ស្លុតភ័យខ្លាចប្រៀបដូចជាមានរឿងអ្វីម្យ៉ាងហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតទៅធ្វើឲ្យម៉ាកូគិតថាម្ដាយរបស់ខ្លួនក៏ត្រូវបានឪពុករបស់គេជាអ្នកបាញ់សម្លាប់ផងដែរធ្វើឲ្យម៉ាកូកាន់តែខឹងកាន់តែស្អប់ឪពុករបស់ខ្លួនកាន់តែខ្លាំងឡើងហើយស្របពេលដែល Harry បានផឹកស្រាសង្វឹងកំពុងតែដេកលក់ម៉ាកូបានយកខ្នោះមកចាក់ដៃរបស់លោក Harry ជាប់ជាមួយនឹងដៃជញ្ជាំងផ្ទះនិងបានបញ្ញាប់ញ៉ាប្រមូលយកសម្ភារៈរបស់ខ្លួនរត់ចាក់ចេញពីផ្ទះមួយនេះទៅគឺរូបគេលែងចង់រស់នៅជាមួយនឹងលោក Harry បន្តទៀតហើយបន្តមកទៀតយើងឃើញថាម៉ាកូបានមករកលោកកែនបានបបួលលោកកែនឲ្យរត់ចាក់ចេញទៅជាមួយនឹងគេផងដែរលោកកែនបានសួរនាំទៅកាន់ម៉ាកូថាតាមម្ដាយរបស់ខ្លួននៅទីណាម៉ាកូបាននិយាយកុហកទៅថាម្ដាយរបស់គេជាប់រវល់នៅក្នុងព្រៃកំពុងតែតាមប្រមាញ់សត្វកណ្ដានយកមកធ្វើជាអាហារលោកកែនក៏មិនបានសួរនាំអីច្រើនទៀតដែរចំណែក Harry បានភ្ញាក់ពីដេកវិញឃើញថាដៃរបស់ខ្លួនឯងជាប់ខ្នោះបែបនេះធ្វើឲ្យគាត់បានដឹងហើយថាម៉ាកូបានរត់ចេញពីផ្ទះ Harry បានទាញដៃដើម្បីដោះខ្នោះដៃចេញពីជញ្ជាំងវិញនិងបានបញ្ញាប់ញ៉ារត់តាមរកកូនប្រុសរបស់ខ្លួនរហូតមកដល់ទីតាំងទឹកហូរគាត់បានឃើញស្នាមជើងរបស់ម៉ាកូធ្វើឲ្យគាត់គិតថាពេលនេះម៉ាកូមិនទាន់ទៅណាឆ្ងាយនៅឡើយទេមួយស្ទុះក្រោយមកគាត់ក៏បានមកដល់ទីតាំងផ្ទះរបស់លោកកែនគាត់បានចូលទៅឆែកមើលនៅខាងក្នុងប៉ុន្តែមិនបានឃើញពួកគេទាំងពីរនាក់ឡើយពីព្រោះតែពួកគេបាននាំគ្នាចេញទៅខាងក្រៅបាត់ទៅហើយនិយាយអំពីពួកគេទាំងពីរនាក់នេះវិញនៅពេលដែលពួកគេដើរមកដល់ទីតាំងកន្លែងមួយស្រាប់តែលោកកែនបានផ្លាស់ប្ដូរចិត្តវិញមិនចង់ទៅជាមួយនឹងម៉ាកូទេលោកកែនចង់ទៅនៅជាមួយនឹងម្ដាយរបស់ខ្លួនឯងវិញដូចនេះហើយម៉ាកូក៏បានសម្រេចចិត្តនិយាយសារភាពតាមត្រង់ទៅថាម្ដាយរបស់លោកកែនបានស្លាប់របងជីវិតទៅហើយចំណែកឪពុករបស់ខ្លួនឥឡូវនេះក៏បានខ្លាយជាបិសាចមានចិត្តអាក្រក់សាហាវខ្លាំងណាស់ពួកយើងមិនអាចរស់នៅទីនេះបានទៀតទេនិយាយចប់ហើយពួកគេក៏បានអោបផ្ដោតកម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកនៅកណ្ដាលព្រៃទៅបាទហើយក្រោយពីពួកគេដើរនៅក្នុងព្រៃអស់ពេលយូរមកស្រាប់តែពួកគេបានជួបជាមួយនឹងខ្មោចស៊ុំប៊ីដែលឃើញបែបនេះភ្លាមអ្នកទាំងពីរនាក់ក៏បានបញ្ញាប់ញ៉ារត់មកខាងលើផ្លូវថ្នល់នៅកន្លែងមួយហ្នឹងគឺមានស៊ុំប៊ីជាច្រើនអ្នកទាំងពីរនាក់ក៏បានឃើញឡានមួយដែលទុកចោលពួកគេក៏បានសម្រេចចិត្តចូលទៅពូនលាក់ខ្លួននៅក្នុងឡានមួយហ្នឹងទៅគ្រានោះស្រាប់តែមានខ្មោចស៊ុំប៊ីជាច្រើនបានស្ទុះចូលមកឡោមព័ទ្ធដើម្បីវាយប្រហារខំទៅលើពួកគេក៏បានធ្វើឲ្យពួកគេទាំងពីរនាក់មានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងហើយវាពិតជាសំណាងល្អខ្លាំងមែនទែនពីព្រោះតែមាននរណាម្នាក់បានប្រើប្រាស់កំភ្លើងបាញ់សម្លាប់ស៊ុំប៊ីពីខាងក្រៅដើម្បីការពារពួកគេពេលដែលបាញ់សម្លាប់ស៊ុំប៊ីទាំងអស់នឹងងាប់អស់ហើយស្រាប់តែមានអ្នកបើកទ្វារឡានតាមពិតគឺជាលោក Harry សោះដោយឃើញកូនប្រុសរបស់ខ្លួនឯងបែបនេះគាត់ក៏បានបញ្ញាប់បញ្ញាល់យកម៉ាកូចេញទៅខាងក្រៅដើម្បីពិនិត្យមើលរូបរាងកាយរបស់ម៉ាកូក្រៃលោមានស្នាមស៊ុំប៊ីខាំមកបន្ទាប់ពីពិនិត្យមើលមិនឃើញមានអ្វីបែបនេះគាត់ក៏មានអារម្មណ៍ថារំភើបសប្បាយចិត្តឡើងវិញទៅបន្ទាប់មកលោក Harry ក៏បានបញ្ញាប់បញ្ញាល់នាំម៉ាកូចាក់ចេញពីកន្លែងមួយនឹងទៅដោយទុកឲ្យលោកកែននៅក្នុងឡានតែម្នាក់ឯងម៉ាកូមិនចង់ទៅចោលលោកកែនទេដល់ឃើញម៉ាកូនៅតែមិនព្រមស្ដាប់ខ្លួនបែបនេះ Harry បាននិយាយប្រាប់ទៅកាន់កូនប្រុសទៅថាពិភពខាងក្រៅគ្រោះថ្នាក់ខ្លាំងណាស់ពួកវាគឺជាបិសាចអាចសម្លាប់យើងបានគ្រប់ពេលម៉ាកូបានឆ្លើយតបទៅកាន់លោកឪពុកវិញថាអ្នកឯងក៏ដូចជាបិសាចទាំងអស់នឹងផងដែរខ្ញុំបានឃើញអ្នកឯងជាអ្នកបាញ់សម្លាប់ម្ដាយរបស់លោកកែនថាមិនត្រូវអ្នកឯងក៏ជាអ្នកសម្លាប់ម្ដាយរបស់ខ្ញុំទៀតផងធ្វើឲ្យលោក Harry ខឹងជាខ្លាំងនៅពេលដែលបានលើកូនប្រុសរបស់ខ្លួនគិតបែបនេះប៉ុន្តែគាត់មិនមានពេលវេលាបញ្យល់ច្រើនទេដូចនេះហើយគាត់ក៏បានឲ្យម៉ាកូទៅពូនលាក់ខ្លួននៅទីតាំងកន្លែងហ្នឹងទៅចំណែកគាត់ក៏បានបញ្ញាប់បញ្ញាល់ត្រឡប់ទៅវិញដើម្បីទៅជួយសង្គ្រោះលោកកែនហើយនៅកន្លែងមួយហ្នឹងក៏មានស៊ុំប៊ី 2-3 ក្បាលថែមទៀតប៉ុន្តែវាមិនមែនគឺជាបញ្ហាឬក៏ជាឧបសគ្គរបស់លោក Harry ទេគាត់នឹងក៏បានប្រើប្រាស់កំភ្លើងបាញ់សម្លាប់ស៊ុំប៊ីប្រមាណក្បាលហ្នឹងស្លាប់អស់ទៅក្រោយពីបាញ់សម្លាប់ស៊ុំប៊ីទាំងអស់ហ្នឹងងាប់អស់ហើយ Harry បានទៅបើកទ្វារដើម្បីជួយសង្គ្រោះលោកកែនបានសម្រេចទៅបាទនិយាយអំពីម៉ាកូឯនេះវិញស្រាប់តែមានខ្មោចស៊ុំប៊ីមួយបានដើរចូលមកដើម្បីខំសម្លាប់ម៉ាកូធ្វើឲ្យម៉ាកូមានការភ័យខ្លាចជាខ្លាំងហើយយើងក៏បានឃើញថាម៉ាកូក៏មានកំភ្លើងខ្លីមួយដើមផងដែរម៉ាកូបានព្យាយាមតាំងអារម្មណ៍ស្មារតីទីបំផុតគេក៏បានប្រើប្រាស់កំភ្លើងមួយនឹងបាញ់សម្លាប់ស៊ុំប៊ីបានសម្រេចទៅដោយលើសំឡេងគ្របកំភ្លើងបែបនេះ Harry ក៏បានបញ្ញាប់ញ៉ារត់មកមើលកូនប្រុសរបស់ខ្លួនឯងវិញស្រាប់តែមានខ្មោចស៊ុំប៊ីមួយបានហក់ចូលមកខំវាយប្រហារទៅកាន់ Harry ក៏បានវាយសម្លាប់ស៊ុំប៊ីមួយក្បាលនឹងងាប់បាត់ទៅបន្ទាប់មកលោក Harry បានមកពិនិត្យមើលរូបរាងកាយកូនប្រុសរបស់ខ្លួនដើម្បីឲ្យប្រកាសថាម៉ាកូមិនបានកើតអីអញ្ចឹងណាចំណែកលោកកែនពេលនេះគឺមានសុវត្ថិភាពវិញហើយបាទប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ស្រាប់តែ Harry បានឃើញថាដៃរបស់ខ្លួនឯងនឹងត្រូវបានស៊ុំប៊ីខាំត្រូវគាត់ចាប់ផ្ដើមអស់សង្ឃឹមនៅក្នុងជីវិតបន្តមកទៀត Harry បានយកខ្នោះមកចាក់ដៃរបស់ខ្លួនជាប់ជាមួយនឹងគល់ឈើនិងបាននិយាយប្រាប់ទៅកាន់កូនប្រុសថាខ្លួនមិនមែនគឺជាធាតុករសម្រាប់ម្ដាយរបស់លោកកែននិងម្ដាយរបស់កូនប្រុសឡើយបើសិនជាឪពុកមិនសម្រេចចិត្តធ្វើបែបនេះទេពួកគេនឹងក្លាយជាខ្មោចស៊ុំប៊ីជាមិនខានអ្វីគ្រប់យ៉ាងកូនត្រូវតែជឿឪពុកគាត់បាននិយាយប្រាំផ្ញើឲ្យម៉ាកូត្រូវតែរឹងមាំដើម្បីបន្តជីវិតរស់នៅបន្តទៀតមួយសបកក្រោយមកមេរោគស៊ុំប៊ីបានជ្រាបចូលទៅខាងក្នុងរូបរាងកាយរបស់គាត់បន្តិចម្ដងហើយបាទប៉ុន្តែគាត់នៅតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន Harry បានប្រាប់ឲ្យកូនប្រុសបញ្ញាប់រត់ចាក់ចេញទៅឲ្យឆ្ងាយហើយកុំត្រឡប់មកក្រោយវិញឲ្យសោះម៉ាកូ
ក៏គ្មានជំរឿផងដែរគេនឹងក៏បានដើរចេញពីឪពុករបស់ខ្លួនបណ្ដើរយំខូចចិត្តបណ្ដើរផ្នែករបស់ Harry ពេលនេះបានចាប់ផ្ដើមប្រែពណ៌ទៅជាខ្មោចស៊ុំប៊ីពេលដែលពួកគេទាំងពីរនាក់ដើរចេញពីកន្លែងមួយនឹងបានមួយសបកស្រាប់តែពួកគេបានលើសំឡេងគ្រប់កំភ្លើង Marco បានដឹងយ៉ាងច្បាស់តែម្ដងថាឪពុករបស់គេជាអ្នកបាញ់សម្លាប់ខ្លួនអញ្ចឹងណាបន្តមកទៀតពួកគេទាំងពីរនាក់បាននាំគ្នាដើរចាក់ចេញពីព្រៃមួយនេះរហូតតែម្ដងពេលពួកគេដើរមកដល់ទីតាំងកន្លែងទឹកហូរពួកគេបាននាំគ្នាសាច់ទឹកដាក់គ្នាទៅវិញទៅមកដើម្បីកំសាន្តរំហាយអារម្មណ៍បំបត្តិ stress ធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាក្រោយពីចំណាយពេលវេលាអស់ពេលជាយូរមកពួកគេក៏អាចដើរចេញពីព្រៃមួយនឹងបានសម្រេចហើយបាទហើយនេះគឺជាលើកទី1ហើយដែលពួកគេចាក់ចេញពីព្រៃមួយនេះពួកគេបាននាំគ្នាដើរទៅមុខបន្តទៀតស្រាប់តែបានឃើញបរិបម្នាក់កំពុងតែអង្គុយតែម្នាក់ឯងស្រាប់សំឡេងវិទ្យុរំពេចក្រោយមកគាត់ក៏បានសម្លឹងឃើញពួកគេដោយសង្កេតឃើញថាក្មេងប្រុសទាំងពីរនាក់នឹងគឺជាមនុស្សធម្មតាបែបនេះគាត់មិនបានធ្វើបាបឡើយថែមទាំងបានយកហាមមួយចំនួនចែកឲ្យក្មេងប្រុសទាំងពីរនាក់នឹងញ៉ាំថែមទៀតតាមពិតទៅសមាជិកគ្រួសាររបស់គាត់ទាំងអស់បានឆ្លងមេរោគខ្លាយជាខ្មោចស៊ុំប៊ីទាំងអស់បរិបម្នាក់នឹងបានឃុំខ្លួនស៊ុំប៊ីដែលជាសមាជិកគ្រួសាររបស់ខ្លួនដាក់ចូលនៅខាងក្នុងទ្រុងមួយដូចនេះហើយគាត់មិនព្រមតាណាទាំងអស់គឺគាត់ចង់ចំណាយពេលវេលាចុងក្រោយរបស់គាត់នៅជាមួយនឹងក្រុមស៊ុំប៊ីដែលជាសមាជិកក្រុមគ្រួសាររបស់ខ្លួនអញ្ចឹងទៅក្រោយពីញ៉ាំអាហាររួចរាល់ហើយក្មេងប្រុសទាំងពីរនាក់នឹងក៏បានបន្តដំណើរផ្សងព្រេងរបស់ពួកគេទៅកាន់ទីក្រុងបេសកកម្មរបស់ Marco គឺចង់ស្វែងរកម្ដាយរបស់ខ្លួនពីព្រោះគេជឿជាក់ថាម្ដាយរបស់ខ្លួននៅរស់នៅឡើយទេបាទបន្តមកទៀតពួកគេនឹងក៏បានដើរមកដល់ទីតាំងទូរថភ្លើងពួកគេបង្រងនឹងចូលទៅបើកទូរថភ្លើងទៅហើយស្រាប់តែមានដៃជាច្រើនបានលូកចេញមកពួកវានឹងសុទ្ធតែជាខ្មោចស៊ុំប៊ីធ្វើឲ្យពួកគេទាំងពីរនាក់ចាប់ផ្ដើមភ័យនិងបានបញ្ញាប់ញត្តិរត់ចាក់ចេញពីកន្លែងមួយនឹងទៅស្រាប់តែបានជួបជាមួយនឹងបរិសុទ្ធពីរនាក់ដែលឃើញក្មេងប្រុសទាំងពីរនាក់នឹងមានសុខភាពល្អដូចនេះពួកគេក៏បាននាំក្មេងប្រុសទាំងពីរនាក់នឹងមកកាន់ទីតាំងជំរំធំរបស់ពួកគេដែលមានគ្នាប៉ពុកជាច្រើនអ្នកថែមទៀតហើយមេធំរបស់ពួកគេគឺជាបរិសុទ្ធម្នាក់ដែលមានឈ្មោះថា Steven គ្រាន់តែឃើញក្មេងប្រុសទាំងពីរនាក់នឹងភ្លាម Steven ហាក់ដូចជាចូលចិត្ត Logan ជាខ្លាំងគាត់បានបំបែក Logan និង Marco ចេញពីគ្នា Steven បានចាត់ទុក Logan ប្រៀបដូចជារបស់បរិសុទ្ធមួយដែលទេវតាប្រទានមកឲ្យពួកគេចំណែក Marco គឺគាត់មានបំណងចង់សម្លាប់ចោលតែម្ដងធ្វើឲ្យបរិសុទ្ធម្នាក់ទៀតដែលមានឈ្មោះថា Kevin មានការណិតអសូរចំពោះ Marco ជាខ្លាំងដូចនេះហើយគាត់ក៏បានសម្រេចចិត្តជួយរំដោះ Marco ឲ្យរត់ចាក់ចេញពីកន្លែងមួយនឹងទៅប៉ុន្តែអ្នកទាំងអស់គ្នា Marco មិនបានរត់ចាក់ចេញទៅតែម្នាក់ឯងទេគេបានលបលួចចូលទៅរំដោះ Logan ចាក់ចេញទៅជាមួយគ្នាទាំងពីរនាក់តែម្ដងហើយនៅពេលព្រឹកឡើង Steven ក៏បានដឹងថា Kevin ដែលជាកូនចៅរបស់គាត់ជាអ្នករំដោះក្មេងៗទាំងអស់នឹង Steven ក៏បានសម្រេចចិត្តបាញ់សម្លាប់ Kevin ចោលតែម្ដងទៅក៏เลยមើលក្មេងប្រុសទាំងពីរនាក់នេះវិញ Logan មានអារម្មណ៍ថាស្រែកទឹកជាខ្លាំងគេចង់ផឹកទឹកដូចនេះហើយ Marco បានឲ្យ Logan នៅអង្គុយរងចាំខ្លួននៅកន្លែងមួយនឹងដោយរូបគេជាអ្នកចូលទៅខាងក្នុងអគារមួយដើម្បីទៅស្វែងរកទឹកយកមកឲ្យ Logan ផឹកទីតាំងអគារមួយនឹងគឺធំខ្លាំងមែនទែន Marco បានដើរចូលទៅតែម្នាក់ឯងប៉ុណ្ណោះស្រាប់តែយើងបានឃើញថាក្រុមរបស់ Steven ក៏បានមកដល់ទីតាំងកន្លែងមួយនឹងផងដែរពួកគេបានឃើញ Logan នៅតែម្នាក់ឯងប៉ុណ្ណោះ Steven បានបញ្ជាកូនចៅរបស់ខ្លួនចូលទៅខាងក្នុងអគារដើម្បីទៅតាមរក Marco អញ្ចឹងណា Marco បានសម្លឹងឃើញសកម្មភាពរបស់ពួកគេពីខាងលើអគារផងដែរព្រាមនោះស្រាប់តែមានដ្រូនមួយបានហោះចូលមកបើកការវាយប្រហារបាញ់សម្លាប់ក្រុមរបស់ Steven តែម្ដងក្រុមពួកនឹងគឺជាក្រុមទាហានធ្វើឲ្យក្រុមរបស់ Steven មិនអាចបាញ់តដៃបានទេចុងក្រោយក្រុមទាហានក៏បានបាញ់សម្លាប់ក្រុមរបស់ Steven ស្លាប់បាត់បង់ជីវិតអស់ទៅចំណែក Logan ពួកគេមិនបានធ្វើបាបឡើយបន្តមកទៀតស្រាប់តែ Logan បានក៏លេចមើលទៅឃើញ Marco គេបានធ្វើសញ្ញាកវីក្បាលគឺចង់មានន័យប្រាប់ Marco ថាមិនបាច់បង្ហាញខ្លួនចេញមកទេគឺឲ្យទៅរកកន្លែងលាក់ខ្លួនប៉ុន្តែចៃដន្យអីស្រាប់តែ Marco ធ្វើឲ្យវាលឺសំឡេងទាហានទាំងពីរនាក់នឹងចាប់ផ្ដើមមានការសង្ស័យពួកគេក៏បាននាំគ្នាដើរចូលទៅស្វែងរកដើម្បីបំបែកដានជួយមិត្តភក្តិរបស់ខ្លួនស្រាប់តែ Logan បានរើសយកកំភ្លើងមកភ្ជុងដាក់ទៅកាន់ក្រុមទាហានធ្វើជាសំឡេងផាំងៗអញ្ចឹងណាដល់ឃើញបែបនេះទាហានម្នាក់នឹងក៏បានប្រើការកំភ្លើងបាញ់សម្លាប់ Logan ចោលតែម្ដងទៅពីព្រោះពួកគេគិតថា Logan មានបំណងចង់បាញ់សម្លាប់ពួកគេMarco មានអារម្មណ៍ថាតក់ស្លុតជាខ្លាំងនៅពេលដែលបានឃើញ Logan ស្លាប់បាត់បង់ជីវិតបែបនេះចំណែកក្រុមទាហានក៏មានការសោកស្ដាយផងដែរពីព្រោះពួកគេមិនមានបំណងបាញ់សម្លាប់ Logan ទេហើយក្រុមទាហានក៏បានរើសយកអាវុធដើរចាក់ចេញពីកន្លែងមួយនឹងទៅហើយនៅពេលនេះគឺនៅសល់តែ Marco តែម្នាក់ឯងប៉ុណ្ណោះទោះបីជាយ៉ាងណាគេមិនបានបោះបង់ក្តីសម័យក្នុងការធ្វើដំណើរទៅកាន់ទីក្រុងដើម្បីស្វែងរកម្ដាយរបស់ខ្លួននោះទេរយៈពេលក្រោយមករូបគេក៏បានធ្វើដំណើរមកដល់ទីក្រុងហើយបាទទស្សនវិជ្ជានៅក្នុងទីក្រុងស្ងប់ស្ងាត់មិនមានមនុស្សឡើយគឺមានតែខ្មោចស៊ុំប៊ីគឺវាមានចំនួនច្រើនខ្លាំងមែនទែនប៉ុន្តែដោយសារតែ Marco គឺជាក្មេងឆ្លាតដូចនេះហើយគេមិនបានកាត់អីទេគេបានវាពូនលាក់ខ្លួននៅខាងក្រោមឡានហើយខ្មោចស៊ុំប៊ីទាំងអស់ហ្នឹងមិនបានមើលឃើញរូបគេឡើយជាពិសេសនៅពេលយប់ឡើង Marco បានឡើងទៅដេកនៅលើដំបូលឡានអញ្ចឹងណាបន្តមកទៀតរូបគេក៏បានមកដល់ទីតាំងអគារមួយហ្នឹងគឺស្ថិតនៅក្នុងរូបថតម្ដាយរបស់ខ្លួនតែម្ដងមិនចាំយូរឡើយគេក៏បានសម្រេចចិត្តរត់ចូលទៅខាងក្នុងអគារមួយហ្នឹងតែម្ដងទៅក្រោយពីដើរស្វែងរកនៅក្នុងអគារមួយហ្នឹងអស់ពេលមួយសបកមកស្រាប់តែរូបគេបានឃើញស្ត្រីម្នាក់កំពុងតែឈរស្ងៀមនៅក្នុងបន្ទប់មួយហើយបានស្លៀកពាក់ដូចជារូបថតម្ដាយរបស់ខ្លួនអញ្ចឹងណា Marco បានគិតថានារីម្នាក់ហ្នឹងគឺជាម្ដាយរបស់គេ Marco មិនមានការភ័យខ្លាចទេគេបានចូលទៅអោបពីខាងក្រោយចាប់ដៃកាន់ប៉ុន្តែតាមការពិតមិនមែនគឺជាម្ដាយរបស់ Marco ទេគឺជាខ្មោចស៊ុំប៊ីវាបានខំត្រូវដៃរបស់ Marco ថែមទៀត Marco នៅពេលនេះចាប់ដើមភ័យហើយបាទគេនឹងក៏បានបញ្ញាប់ញ៉ារត់ចេញទៅខាងក្រៅហើយបានបិទ
ទ្វារបន្ទប់មិនឲ្យខ្មោចស៊ុំប៊ីមួយក្បាលហ្នឹងចេញមកខាងក្រៅរួចទេម៉ាកូក៏បានដើរចេញពីអគារមួយហ្នឹងទៀងដែលនៅក្នុងចិត្តរបស់គេអស់សង្ឃឹមជាខ្លាំងបន្ទាប់មកទៀតគេនឹងក៏បានឮសំឡេងម្យ៉ាងស្ថិតនៅក្នុងអគារផ្សេងមួយទៀតម៉ាកូបានដើរចូលទៅមើលទៅហើយវាគឺជាការបញ្ចាំងស្លាយវីដេអូរបស់បរិសម្នាក់ដែលនិយាយអំពីជំងឺមេរោគស៊ុំប៊ីដែលបានកើតឡើងនៅក្នុងទីក្រុងរបស់ពួកគេប៉ុន្តែម៉ាកូស្ដាប់មិនយល់ឡើយសំឡេងវីដេអូមួយហ្នឹងបានធ្វើឲ្យខ្មោចស៊ុំប៊ីជាច្រើនបាននាំគ្នាប្រមូលផ្ដុំមកកាន់កន្លែងហ្នឹងទាំងអស់តែម្ដងស៊ុំប៊ីទាំងអស់ហ្នឹងសុទ្ធតែជាស៊ុំប៊ីដែលកាចសាហាវទាំងអស់ម៉ាកូនៅពេលនេះក៏គិតអីមិនចាញ់ដែរណាមួយរូបគេក៏ត្រូវបានខ្មោចស៊ុំប៊ីខាំទៅហើយដូចនេះហើយមិនយូរទៀតទេរូបគេនឹងវិវត្តខ្លួនខ្លាយជាខ្មោចស៊ុំប៊ីដែរហើយម៉ាកូបានយកកាសមកដាក់ទៅជីកបើកតន្ត្រីស្ដាប់តែម្ដងដោយមិនបានខ្វល់ខ្វាយអ្វីទាំងអស់ហើយយើងឃើញថាមានគ្រាប់កំភ្លើងជាច្រើនកំពុងតែបាញ់ទៅកាន់ខ្មោចស៊ុំប៊ីហោះខាត់ខ្វែងពេញនឹងតែម្ដងមួយសន្ទុះក្រោយមកស៊ុំប៊ីនៅកន្លែងមួយហ្នឹងក៏បានងាប់អស់ទៅបន្ទាប់មកយើងឃើញថាមានភ្លើងឡាស៊ែរជាច្រើនបានតម្រង់មកកាន់រូបរាងកាយរបស់ម៉ាកូក្រុមពួកគេហ្នឹងគឺជាក្រុមរបស់ទាហានប៉ុន្តែពួកគេមិនទាន់បាញ់សម្លាប់ម៉ាកូទេពេលនោះស្រាប់តែមានទាហានស្ដីម្នាក់បានដើរចូលមកនិយាយជាមួយនឹងម៉ាកូអារម្មណ៍របស់នាងនៅពេលដែលបានឃើញម៉ាកូបែបនេះធ្វើឲ្យគាត់នឹកឃើញទៅដល់កូនប្រុសរបស់នាងអញ្ចឹងណាគាត់បានឃើញដៃរបស់ម៉ាកូត្រូវបានខ្មោចស៊ុំប៊ីខាំត្រូវផងដែរគាត់បានត្រៀមកំភ្លើងរួចជាស្រេចដើម្បីការពារខ្លួនក្រែងលោម៉ាកូខ្លាយជាខ្មោចស៊ុំប៊ីខាំវាប្រហារគាត់ស្ត្រីម្នាក់ហ្នឹងបានយំអាណិតម៉ាកូបានសុំឲ្យស្ត្រីម្នាក់ហ្នឹងជាលើកចុងក្រោយជាពិសេសម៉ាកូបានយកដៃរបស់ខ្លួនជូតទឹកភ្នែកឲ្យស្ត្រីដែលជាទាហានម្នាក់ហ្នឹងថែមទៀតស្រាប់តែស្ត្រីដែលជាទាហានម្នាក់ហ្នឹងបានឃើញអក្សរសញ្ញានៅលើដៃរបស់ម៉ាកូគឺវាបានបញ្ជាក់ថាម៉ាកូគឺជាក្មេងដែលបានកើតក្រោយពីវីរុសស៊ុំប៊ីបានកើតឡើងគឺជាក្មេងដែលមានប្រព័ន្ធភាពស៊ាំដែលអាចប្រឆាំងការឆ្លងវីរុសស៊ុំប៊ីមានន័យថាម៉ាកូទោះបីជាត្រូវខ្មោចស៊ុំប៊ីខាំត្រូវក៏ដោយក៏រូបគេមិនឆ្លងវីរុសស៊ុំប៊ីដែរដូចនេះហើយក្រុមទាហានក៏បានសម្រេចចិត្តយកម៉ាកូទៅជាមួយពួកគេដើម្បីទៅធ្វើការពិសោធន៍សិក្សាស្រាវជ្រាវនៅក្នុងខ្លួនរបស់ម៉ាកូស្វែងរកថ្នាំបន្សាបការពារវីរុសស៊ុំប៊ីដើម្បីជួយជីវិតមនុស្សផ្សេងទៀតអញ្ចឹងណាហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមនឹងផងដែរអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ចំពោះបងប្អូនវិញថាតើបងប្អូនយកឃើញយ៉ាងណាអាចធ្វើការ comment មតិយោបល់នៅខាងក្រោមបានចំណែកបងប្អូនដែលទស្សនាថ្មីៗកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីទូបានវីដេអូការសម្ដែងរឿងថ្មីៗបន្តទៀតក្រៅពីនេះខ្ញុំបាទរំដួល Movie សូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងក្រោយទៀតបាយបាយ